ខ្លួនឯងរាល់ថ្ងៃនេះខ្ជិលអញ្ចឹងយើងត្រូវតែលះបង់ការខ្ជិលរបស់យើងចាប់ផ្ដើមគិតទៅគោលដៅយើងវិញយើងត្រូវសម្រុកទៅគោលដៅធំថាក្នុងឆ្នាំទី12ហ្នឹងយើងចង់បានអីបាទជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ Startup Podcast ថ្ងៃនេះគឺខ្ញុំមកធ្វើការសម្ភាសន៍សិស្សនិទេស A ម្នាក់ដែលគាត់ទទួលបានជ័យលាភីនៅក្នុងការប្រឡងបាក់ឌុបឆ្នាំ2025នេះហើយជាដំបូងគឺសូមជម្រាបសួរនិងសួស្តីអូនអូនជួយណែនាំឈ្មោះហើយនិងទីកន្លែងដែលស្នាក់នៅមកពីខេត្តណាបាទជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះហេងលីមីងដែលជាបេក្ខជនប្រឡងបាក់ឌុប2025ដែលទទួលបាននិទេស A ដែលមកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែនៅខេត្តរតនគិរីហើយខ្ញុំក៏បានសិក្សាវគ្គអនឡាញរបស់ Startup នៅសាខាទួលស្វាយព្រៃកាលពីអូនរៀននៅថ្នាក់ក្រោមថ្នាក់តូចៗអញ្ចឹងអំឡុងពេលហ្នឹងច្បាស់ជាឆ្លងកាត់ឆ្នាំ2019ហ្នឹងមែនទេអញ្ចឹងច្បាស់ជាមានបញ្ហារឿងជំងឺឆ្លង COVID-19 ហើយអញ្ចឹងអូនឯងអាចរៀបរាប់តាក់ទងទៅនឹងប្រវត្តិនៃការរៀនរបស់អូនឯងពីថ្នាក់តូចរហូតមកដល់ថ្នាក់ទី12បានទេបាទបាទលោកគ្រូបានតើលោកគ្រូតាក់ទងទៅនឹងការសិក្សាពីកម្រិតថ្នាក់ទីរបស់លោកគ្រូខ្ញុំពីបឋមមកដូចជាអីលោកគ្រូប៉ុន្តែពេលមកវឹក COVID ចូលទីដូចជាទី7ទី8ហ្នឹងCOVID ដល់លោកគ្រូអញ្ចឹងការរៀនអនឡាញខ្ញុំមានអារម្មណ៍ថាយើងនៅក្មេងផងលោកគ្រូពេលហ្នឹងអញ្ចឹងមានអារម្មណ៍ថាក្មេងចូលចិត្តសុបាយខ្ជិលហើយលោកគ្រូអញ្ចឹងពេលហ្នឹងរៀងបធូរដៃខ្លាំងខ្ជិលចាប់ផ្ដើមលេងតែហ្គេមហើយពេលហ្នឹងលេងហ្គេមច្រើនហើយពេលហ្នឹងលេងច្រើនលោកគ្រូលេងខ្លាំងហើយរហូតដល់ពេលហ្នឹងលេងខ្លាំងពេកលក្ខណៈថាយើងលេងខ្លាំងពេកទៅធ្វើឲ្យយើងកើតនៅជំងឺផ្លូវចិត្តលោកគ្រូពេលហ្នឹងដូចជាក្នុងពីខ្ញុំរៀនទី8ពេលហ្នឹងរៀន COVID ខ្លាំងដែរអញ្ចឹងពេលហ្នឹងខ្ញុំចាប់ផ្ដើមដោយសារយើងលេងហ្គេមអីផងអត់សូវបានទៅតំណែងនៅខាងក្រៅលោកគ្រូលេងតែហ្គេមក្នុងបន្ទប់អញ្ចឹងទៅធ្វើឲ្យខ្ញុំកើតជំងឺផ្លូវចិត្តខ្ញុំទៅជួបពេទ្យអីដែរគាត់ណែនាំទៅរៀងធូរដែរពេលហ្នឹងហើយប៉ុន្តែជំងឺហ្នឹងវានៅតែជាប់មករហូតប៉ុន្តែការសិក្សារបស់យើងហ្នឹងក៏វាទៅតាមហ្នឹងដែរតែយើងមានជំងឺហើយការសិក្សាយើងក៏រៀងថយទៅរហូតដល់ទី9ហ្នឹងអត់អីដែរចេះប្រឡងបាក់ជាប់អីដែររហូតដល់ទី10ក៏នៅរៀងលះឡោះដែរប៉ុន្តែយើងអាចថាពេលហ្នឹងយើងគ្រាន់បើដោយសារយើងគ្រាន់បើជាងទី9ដែរយើងរៀងទៅមុខរហូតដល់ទី11ក៏ដូចគ្នារៀងគ្រាន់បើដែរលោកគ្រូតែគ្រាន់បើហ្នឹងលក្ខណៈថាមកជាប់ហើយបានតែល្អតិចតួចលោកគ្រូអត់ល្អខ្លាំងណាដល់ទី12ចាប់ផ្ដើមភ័យបើនៅតែការទម្លាប់ហ្នឹងនៅតែកើតមានរហូតអញ្ចឹងច្បាស់ណាស់ថាទី12នេះដឹងតែបរាជ័យហើយអញ្ចឹងគួរកាត់ឡើងវិញរកទីសាស្ត្រឡើងវិញលោកគ្រូទៅមកដាក់ចិត្តរៀនវគ្គអនឡាញហើយការរៀនអនឡាញនៅទី8ការ COVID និង online នៅ startup គឺខុសគ្នាលោកគ្រូទី1គឺការនោះយើងនៅក្មេងផងយើងចង់សុបាយតែសុបាយក្នុងលក្ខណៈផ្សេងពីទី12នេះអញ្ចឹងទៅធ្វើឲ្យការរៀនពីរហ្នឹងគឺខុសគ្នាឆ្ងាយដោយសារទី1យើងនៅក្មេងយើងចិត្តលេងដល់យើងធំឡើងយើងមានកំណត់ថាយើងចង់ធ្វើអីផ្សេងអញ្ចឹងទៅយើងចាប់ផ្ដើមដាក់ចិត្តចង់រៀនវិញអញ្ចឹងវាខុសគ្នាអញ្ចឹងគ្រូចាប់អារម្មណ៍មួយត្រង់ថាលីមីងធ្លាប់ឆ្លងកាត់ជំងឺតាក់ទងនឹងផ្លូវអារម្មណ៍របស់យើងហ្នឹងច្បាស់ណាស់បន្ទាប់ពីកើតជំងឺហ្នឹងហើយគឺយើងគឺពិបាកផ្ដោតអារម្មណ៍មែនតើហើយដល់ពេលឡើងទី12ត្រូវរៀនអនឡាញទៀតអញ្ចឹងវាជារឿងមួយដែលយើងអាចធ្វើបានហើយវាពិបាកហើយធ្វើមកទៅពួកអីពេលហ្នឹងអារម្មណ៍គឺពិបាកផ្ចង់ណាពេលដែលយើងកើតជំងឺផ្លូវចិត្តហ្នឹងតែឥឡូវហ្នឹងគឺបានល្អប្រសើរជាងមុនហើយបាទអញ្ចឹងនៅក្នុងការដែលរៀនតាមអនឡាញនៅ startup ហ្នឹងមានវិធីអីលើសពីហ្នឹងអត់អាចចែករំលែកឲ្យបានគេលោមានបងប្អូនមួយចំនួនគាត់មានជំងឺផ្លូវចិត្តជួនកាលមិនបាច់តែមានជំងឺធ្ងន់ធ្ងរទេសូម្បីតែគាត់រៀងបែកអារម្មណ៍ទៅនេះទៅនោះក៏គាត់ចង់ដឹងដែរថាធ្វើម៉េចត្រូវផ្ចង់អារម្មណ៍របៀបម៉េចទាញអារម្មណ៍របៀបម៉េចនៅក្នុងការរៀនតាមអនឡាញឲ្យបានលទ្ធផលល្អបាទយើងដឹងថាការជំនាន់ COVID យើងរៀនអនឡាញភាគច្រើនម្នាក់ៗអត់សូវផ្ដោតទេដោយសារណាមួយគ្រូអត់សូវ strict លោកគ្រូអញ្ចឹងយើងលក្ខណៈថាបទូតាមទៅដែរគ្រូអត់មានសួរនាំអីអញ្ចឹងយើងក៏ចាតាមនឹងសិនទៅលោកគ្រូអត់សួរយើងក៏ខ្វល់ដល់តែពេលរៀនវាអនឡាញនៅ startup វិញរៀងបាក់ដោយសារ admin គាត់តាមដានយើងរហូតតែឃើញយើងអត់ចូលអីអញ្ចឹងទៅគាត់ឆាតមកប្រាប់អាណាព្យាបាលយើងថាយើងអត់ចូលអត់អីអញ្ចឹងទៅយើងត្រូវវត្តបបាក់យើងទៅចូលវិញលោកគ្រូចាហើយណាមួយតែយើងធ្វើលំហាត់ដូចខ្ញុំអញ្ចឹងភាគច្រើនខ្ញុំធ្វើលំហាត់ស្ងៀម1ម៉ោងដាច់បាត់អីអញ្ចឹងទៅគ្រូឆាត់មកសួរលីមីងអើយមិនដែរដល់អញ្ចឹងទៅខ្ញុំ reply លោកគ្រូវិញទៅដោយសារភាគច្រើនតែខ្ញុំផ្ដោតធ្វើមួយខ្ញុំផ្ដោតអាហ្នឹងឲ្យ
ឲ្យជាប់រហូតមកលោកគ្រូអត់សូវឡើងថាទុកទូរស័ព្ទនៅឆ្ងាយដែរលោកគ្រូដោយសារតែទុកចិត្តមិនស្រួលអូឆ្វាច់សិនហើយហើយណាមួយរៀននៅ start up គឺវាលក្ខណៈខុសគ្នាថាលោកគ្រូគាត់បរៀនយើងគឺបរៀនលក្ខណៈថាអឺបរៀនដូចបរៀនគាត់បរៀនសិស្សច្រើនមែនតែសិស្សច្រើនហ្នឹងគឺគាត់លក្ខណៈថាទាញធ្វើម៉េចឲ្យស្មើគ្នា reply លឿនលើដល់ថាយើងអត់ចេះហ្នឹងគាត់ណែនាំគាត់ព្រាមដៅតែបែបខ្ជឿដែរ បែបឃ្យូតមិនទៅអាចរៀបរាប់បានទេ ភាគច្រើនខ្ញុំចូលចិត្តលោកគ្រូតាក់ទងទៅនឹងការ send sticker លោកគ្រូ send sticker មកខ្ជឿលក្ខណៈដូចថាឲ្យបន្តែលក្ខណៈថាឲ្យបែបខ្ជឿភាគច្រើនយើងចូលចិត្តអញ្ចឹងលោកគ្រូអញ្ចឹងទៅយើងមានអារម្មណ៍ថាតំណែងការរៀនយើងកាន់តែចិត្តស្និទ្ធទៅរៀនឆាប់ចូល ដំបូងគាត់រៀងថាឲ្យយើងដែរបន្ទាប់មក send sticker មួយរៀងស្ងាត់ទៅឈប់លេងខឹងគ្រូអញ្ចឹងក៏មានដែរអូខេអញ្ចឹងនេះជាវិធីសាស្ត្រនៅក្នុងការបរៀនរបស់គាត់អញ្ចឹងគ្រូប្រកាសជាមានវិធីសាស្ត្រនៅក្នុងការធ្វើម៉េចបន្តលួងលោមសិស្សឲ្យខំរៀនអញ្ចឹងណាប៉ុន្តែលីមិញសិស្សល្អអញ្ចឹងបន្តលួងលោមអីយើងបានលឿនហើយខំរៀនមកដល់រហូតបានទទួលបានផលិតផលជោគជ័យហើយជោគជ័យនេះមិនមែនចេះបានទេណាបាទអញ្ចឹងប៉កែមែនទេប៉ុន្តែរៀនអនឡាញនៅ start up ហើយរស់នៅរតនគិរីឆ្ងាយមែនទែនហើយធ្វើមិនខ្លះដើម្បីអាចយកលទ្ធផលល្អហើយជាទូទៅហ្មងសិស្សដែលរៀនអនឡាញគឺពិបាកយកលទ្ធផលល្អមកអញ្ចឹងអនឡាញមានកលឹះអីនៅក្នុងការរៀនតាមអនឡាញរៀនចេះឲ្យទទួលបាននិទេស A ទៀត បាទលោកគ្រូតើតើទៅនឹងការរៀនអនឡាញហ្នឹងខ្ញុំធ្លាប់មានបទពិសោធន៍ម្ដងហើយតើតើទៅនឹងការយើងកូវីដដល់លោកគ្រូពេលយើងកូវីដទៅយើងមិនបានសិក្សាអនឡាញពីផ្ទះអញ្ចឹងទៅអាការហ្នឹងខ្ញុំរៀងខ្ជិលដែរអញ្ចឹងខ្ញុំមានបទពិសោធន៍ថាបើខ្ញុំនៅបន្តការខ្ជិលរបស់ខ្ញុំដោយការខ្ញុំរៀននៅដោយទី7ទី8ទៀតអញ្ចឹងការសិក្សាទៅខាងមុខរបស់ខ្ញុំដឹងតែអត់បានជោគជ័យដោយសារពេលហ្នឹងខ្ញុំរៀងខ្ជិលដល់ចូលទី12នេះខ្ញុំចាប់ផ្ដើមស្វះស្វែងហកកលឹកខ្លួនឯងថាដើម្បីធ្វើម៉េចគោលដៅយើងចង់បាន A អញ្ចឹងដើម្បីចង់បាន A យើងត្រូវតែខិតខំរកwebsite ឬក៏ខិតខំរកគ្រូបង្រៀនបន្ថែមដើម្បីជួយឲ្យយើងនឹងឆ្ពោះទៅរកគោលដៅយើងឲ្យកាន់តែជោគជ័យអញ្ចឹងក៏ខ្ញុំដឹងតាមអ៊ំស្រីខ្ញុំគាត់មានកូនបរៀននៅ start up ដូចគ្នាអញ្ចឹងគាត់ណែនាំខ្ញុំថាឲ្យខ្ញុំទៅរៀននៅ start up ទៅដោយសារគ្រូបរៀនក៏បានល្អហើយមានវិញ្ញាសាច្រើនឲ្យយើងធ្វើទៀតអញ្ចឹងក៏ខ្ញុំចាប់ដើមសុំម៉ាក់ទៅថាម៉ាក់កូនចង់រៀននៅសាលា start up តែដោយសារតែយើងនៅឆ្ងាយអញ្ចឹងយើងអាចទៅរៀនផ្ទាល់នឹងពេញបានទេអញ្ចឹងខ្ញុំក៏ជ្រើសរើសជំរើសរៀនអនឡាញទៅយើងបានរៀនអនឡាញនៅនឹងផងយើងបានរៀនរត់នៅខេត្តយើងហើយបានជួបជុំមួយគ្រួសារយើងផងអញ្ចឹងក៏សម្រេចចិត្តថាជ្រើសរើសវាអនឡាញទៅហើយការរៀនអនឡាញហ្នឹងដូចគ្នាក៏ពេលខ្លះក៏ខ្ញុំមានពេលលួចខ្យល់ដែរដូចលោកគ្រូដឹងអញ្ចឹងដោយសារយើងរៀនរត់វេនផឹកថ្ងៃផងហើយយើងមកបន្តវាអនឡាញល្ងាចតិចយើងមានអារម្មណ៍ថារៀងអស់កម្លាំងហើយលោកគ្រូអញ្ចឹងយើងមានអារម្មណ៍ថារៀងហត់នឿយពេលខ្លះលោកគ្រូរៀងល្វើយអញ្ចឹងទៅក៏រៀនបដើលួចមើលអីបដើជុំក្នុងហ្នឹងទៅតែគ្រាន់ថាពេលដែលខ្ញុំខ្ជិលហ្នឹងវារៀងតិចតួចជាងការរៀនដោយសារខ្ញុំផ្ដោតលើការសិក្សាច្រើនដើម្បីឈានទៅរកគោលដៅដែលយើងចង់បានដល់លោកគ្រូ អូខេអញ្ចឹងការដែលរៀនអនឡាញគឺពិបាកនៅក្នុងការផ្ដោតអារម្មណ៍ហ្នឹងមែនទេអញ្ចឹងចំពោះលីមិញមានវិធីសាស្ត្រអីដើម្បីខាត់ខាំងចិត្តខ្លួនឯងហ្មងថាឲ្យយើងពេលខ្លះព្រោះជួនកាលយើងអនឡាញយើងមិនប្រើទូរស័ព្ទបាទយើងប្រើ smartphone អញ្ចឹងនៅពេលម្លងដែលយើងប្រើ smartphone ហ្នឹងយើងមានលួចទៅប្រើកម្មវិធី social media ផ្សេងៗហ្នឹងគឺត្រូវហាមចិត្តខ្លួនឯងបែបម៉េចឬក៏មានវិធីសាស្ត្រឲ្យបែបម៉េចព្រោះអាហ្នឹងគឺជារឿងពិបាកសម្រាប់បងប្អូនទូទៅហ្មងគឺពិបាកក្នុងការធ្វើហើយលីមិញមានវិធីសាស្ត្រអីគេចំពោះចំណុចហ្នឹងដែរខ្ញុំរៀងខុសប្លែកពីគេដោយសារខ្ញុំតែកាលណាខ្ញុំដាក់ចិត្តរៀនគឺខ្ញុំរៀននៅឧទាហរណ៍ថាខ្ញុំរៀនមួយលោកគ្រូអញ្ចឹងពេលរៀនមួយលោកគ្រូមានអារម្មណ៍ថាសប្បាយវិញអត់ទៅនេះមានអារម្មណ៍ថារៀងសប្បាយវិញលោកគ្រូអញ្ចឹងដល់មានអារម្មណ៍ថារៀនសប្បាយវិញទៅមានអារម្មណ៍ថាពេលរៀនសប្បាយអញ្ចឹងសោះអញ្ចឹងយើងរៀនសប្បាយជុំគ្នាមួយលោកគ្រូទៅវាអត់សូវធុញអត់អារម្មណ៍អត់បែកឆ្វេងទៅណាលោកគ្រូ អញ្ចឹងមានន័យថាការបរៀនអនឡាញហ្នឹងលោកគ្រូអនឡាញគាត់បរៀនដោយមានភាពតាក់ទាញហើយធ្វើឲ្យយើងសប្បាយនៅក្នុងការរៀនហ្នឹងហ្មងអញ្ចឹងទៅយើងអត់មានអារម្មណ៍ចង់ទៅអូស TikTok ឬក៏ Facebook social media ផ្សេងៗទេយើងក៏pay attention ជាមួយនឹងការរៀនអញ្ចឹងទៅចុះនៅក្នុងការរៀនតាមអនឡាញហ្នឹងលីមិញមានរៀននៅរត់ផងហើយរៀនអនឡាញនៅ start up ផងអញ្ចឹងបែងចែកកាលវិភាគមិនទៅព្រោះអីត្រូវរៀនច្រើនម៉ោងបាទលោកគ្រូតាក់ទងទៅនឹងការភាពបែងចែកខ្ញុំបែងចែកភាគច្រើនខ្ញុំដាក់ម៉ោង
ពីខ្ញុំងើបរហូតដល់ខ្ញុំម៉ោងចូលគេងឧទាហរណ៍ថាខ្ញុំងើបម៉ោងប៉ុន្មានភាគច្រើនខ្ញុំងើបម៉ោង5ពេលខ្លះ5កន្លះអញ្ចឹងខ្ញុំណូតដាក់ពីម៉ោង5រហូតដល់ម៉ោងខ្ញុំចូលគេងភាគច្រើនខ្ញុំគេង10កន្លះអញ្ចឹងខ្ញុំដាក់មកធំ10កន្លះអញ្ចឹងខ្ញុំដាក់ឧទាហរណ៍ថា5ដល់6 6 7 8អញ្ចឹងចន្លោះ1ម៉ោងអញ្ចឹងខ្ញុំមានactivity ដែលខ្ញុំត្រូវធ្វើខ្លួនឯងមួយអញ្ចឹងម៉ោងរត់ខ្ញុំដាក់ម៉ោងរត់មកអស់អញ្ចឹងទៅដោយសារខ្ញុំរៀនម៉ោងរត់មាន2វេនផឹកផងថ្ងៃផងអញ្ចឹងតាក់ទងទៅនឹងម៉ោងដែលខ្ញុំសល់មានតែម៉ោងពេលល្ងាចលោកគ្រូអញ្ចឹងមានតែម៉ោង5កន្លះរហូតដល់ម៉ោង7ដែលខ្ញុំរៀន start up ហ្នឹងពេលម៉ោងអីផ្សេងក្នុងចំណោមឧទាហរណ៍ថាម៉ោងរត់យើងរៀនម៉ោង6 no sorry ម៉ោង7ដល់ម៉ោង11ថ្ងៃអញ្ចឹងខ្ញុំអាចមានចន្លោះម៉ោង11ទៅ12សម្រាប់សម្រាកហើយ12ដល់ម៉ោង1ខ្ញុំរៀនគួរហើយដល់ម៉ោង12ដល់ម៉ោង1ម៉ោង1ដល់ម៉ោង2រៀនគួរហើយម៉ោង12ដល់ម៉ោង4រៀនរត់វិញទៀតចូលរត់អញ្ចឹងដល់4 5ខ្ញុំចាប់ផ្ដើមរៀនគួរមួយមុខទៀតហើយអញ្ចឹងខ្ញុំមានចន្លោះពេលតែម៉ោង5ទៅម៉ោង5កន្លះហេដល់ក្នុងចំណោមម៉ោង5ដល់ម៉ោង5កន្លះនេះខ្ញុំអត់ធ្វើអីទាំងអស់ខ្ញុំគ្រាន់តែដល់ផ្ទះខ្ញុំមុជទឹកហើយបើឧទាហរណ៍ថាសល់បាយឬក៏ម៉ាក់ទិញអីញ៉ាំខ្ញុំញ៉ាំអាហារតិចតួចពេលហ្នឹងទៅចូលរៀនយកមកលោកគ្រូអញ្ចឹងយើងអត់ធៀងល្បីដែរល្អមែនទែនហើយគ្រូច្រើនឮសិស្សគាត់និយាយណាថាការវិភាគបើសិនតែយើងរៀបរៀនសុទ្ធក៏ល្អដែរអញ្ចឹងលីមិញមានវិធីសាស្ត្រនៅក្នុងការរៀបហ្នឹងតើមានចន្លោះម៉ោងណាសម្រាប់កំសាន្តអីអត់ព្រោះកាលណារៀនសុទ្ធរហូតក៏អត់កើតដែរមែនទេអញ្ចឹងមានចន្លោះពេលនៅក្នុងការកំសាន្តតិចតួចហើយបន្ទាប់មករៀនការបែងចែកពេលវេលាបែបហ្នឹងលីមិញធ្វើមិនទេបាទលោកគ្រូតែយើងមិនអាចរៀនសុទ្ធយកហ្មងទេលោកគ្រូយើងក៏មានពេលសម្រាប់ដែរឧទាហរណ៍ថាខ្ញុំដូចនិយាយមកអញ្ចឹងខ្ញុំមានពេលសម្រាប់ខ្ញុំម៉ោងប៉ុន្មានម៉ោង11ដល់ម៉ោង12អញ្ចឹងម៉ោងនេះខ្ញុំសម្រាប់អញ្ចឹងដល់ម៉ោង12 1ខ្ញុំរៀនគួរទៅពេលយើងទៅរៀនគួរទៅយើងមិនទៅម៉ោង2តែប៉ុន្តែយើងមិនច្បាស់ថាគ្រូចូលម៉ោង2 10ភ្លាមណាយើងមានពេល take rest មកពេលកន្លែងហ្នឹងបន្តិចទៀតហើយយើងចុះផ្ដើមចូលម៉ោង11 12ម៉ោង1ម៉ោង2យើងមិនប្រកាសថាគ្រូមកដល់ម៉ោង1ម៉ោង2ហ្នឹងភ្លាមណាគាត់អាច delay 10នាទីអញ្ចឹងទៅយើងអាចសម្រាប់ពេលហ្នឹងបានផ្លែតនិយាយគ្នាមួយពួកម៉ាក់អាការនិយាយគ្នាមួយពួកម៉ាក់ហ្នឹងយើងមានអារម្មណ៍ថា energy យើងមកវិញលឿនណាស់លោកគ្រូហើយល្ងាចឡើងអីបន្ទាប់ពីរៀន start up អញ្ចឹងខ្ញុំអាចឈប់សម្រាប់ចន្លោះពីម៉ោង7កន្លះដល់ម៉ោង8ហ្នឹងខ្ញុំអាចថាទៅញ៉ាំបាយជួបជុំគ្រួសារមួយផ្លែតទៅហើយចាប់មកទៀតខ្ញុំចាប់ដល់ម៉ោង8ដល់ម៉ោង10ខ្ញុំមាន schedule រៀន call មួយ meeting មួយពួកម៉ាក់យប់ឡើងលោកគ្រូអញ្ចឹងការរៀនមួយពួកម៉ាក់នេះល្អបំផុតមកលោកគ្រូអត់ធ្វើឲ្យយើងខ្ជិលណាលោកគ្រូអញ្ចឹងដល់ម៉ោង8ដល់ម៉ោង10យើងរៀនហ្មងទៀតយើងអត់មានអារម្មណ៍ថាខ្ជិលពួកម៉ាក់យើងមកទៅយើងរៀនបដានិយាយគ្នាបដាទៅអត់ខ្ជិលឲ្យមួយគេងរៀនចូលទៀតលោកគ្រូអូខេអញ្ចឹងគ្រូចាប់អារម្មណ៍ចំណុចមួយព្រោះជាទូទៅហ្មងសិស្សបកែតែងតែមានទឹកចិត្តនៅក្នុងការចែករំលែកអញ្ចឹងមិញហ្នឹងមានន័យថាបើក meeting ហ្នឹងលីមិញបរៀនគេមែនបាទលោកគ្រូអូខេជាទូទៅសិស្សបកែហ្មងគឺដឹងតែចែករំលែកហើយនឹងបរៀនមិត្តភ័ក្តិអីចឹងណាអញ្ចឹងនៅក្នុងការបរៀនមិត្តភ័ក្តិក្នុងមួយថ្ងៃបរៀនពួកគាត់ប្រហែលម៉ោងភាគច្រើនយើងរៀនschedule យើងរៀនពីថ្ងៃនិយាយទៅមក week ហ្នឹង schedule យើងរៀនរហូតម៉ោង8 9ម៉ោង8ដល់ម៉ោង10យប់រហូតអញ្ចឹងយើងរៀនម៉ោង8ម៉ោងដល់10យប់រហូតរៀនមួយគ្នាប៉ុន្តែយើង divide ទៅតាមឧទាហរណ៍ថាថ្ងៃច័ន្ទយើងត្រូវរៀនគណិតអញ្ចឹងយប់ថ្ងៃងប់ថ្ងៃអាទិត្យអញ្ចឹងយើងត្រូវតែរៀនគណិតនឹងបន្ថែមលើហ្នឹងដើម្បីឲ្យយល់ច្បាស់ដល់ថ្ងៃច័ន្ទយើងកាន់តែច្បាស់ថែមទៀតលោកគ្រូល្អមែនទែនមានទាំងការចែករំលែកទៅកាន់មិត្តភ័ក្តិហើយខ្លួនឯងទទួលបានលទ្ធផលល្អទៀតអញ្ចឹងដោយសារតែទឹកចិត្តនៃការចែករំលែករបស់យើងវាធំរហូតដល់ធ្វើយើងមានសមត្ថភាពពិតប្រាកដអញ្ចឹងនៅក្នុងការរៀនតាមអនឡាញកន្លងមកអ្វីដែលអូនចូលចិត្តជាងគេតើលក្ខណៈពិសេសនៃការរៀនតាមអនឡាញហ្នឹងពិសេសត្រង់ណាទៅព្រោះអីពីចម្ងាយមកហើយបងឯងនៅដាច់ស្រយាលនៅដល់ខេត្តរតនគិរីនោះហើយគ្រូបរៀននៅនេះនៅភ្នំពេញនេះអញ្ចឹងមានន័យថាយើងនៅឆ្ងាយគ្នាមែនទែនហើយជួនកាលយើងបានឃើញមុខគ្នាតិចតួចមែនទែនចុះហេតុអីបានអាចភ្ជាប់អារម្មណ៍គ្នាហើយរៀនទទួលបានលទ្ធផលល្អទៀតហ្នឹងគឺជាចំណុចដែលគ្រូចង់សរសើរហ្មងថារៀនតាមអនឡាញមានលក្ខណៈពិសេសបែបម៉េចបានអូនអាចរៀនបានចេះការពិតទៅការរៀនអនឡាញហ្នឹងជាមួយលោកគ្រូគាត់យើងមកថាយើងធ្វើលំហាត់មករម៉ាំងអញ្ចឹងលោកគ្រូទាមទារឲ្យយើងធ្វើភ្លាមថតឲ្យលោកគ្រូភ្លាមអញ្ចឹងលោកគ្រូអាចកែតម្រូវភ្លាមអញ្ចឹងហើយការ reply របស់គ្រូគឺលឿនទៀតអញ្ចឹងស្រួលយើងថាឧទាហរណ៍ថាយើងប៉ះលំហាត់អត់ចេះយើងសួរគ្រូលោកគ្រូ reply មកយើងលឿនអញ្ចឹងមានអារម្មណ៍ថាយើងនៅកាន់តែចិត្តគ្នាដោយសារយើងសួរគ្នាឆ្លើយភ្លាមមកលោកគ្រូអញ្ចឹងធ្វើឲ្យការសន្ទនារបស់យើងកាន់តែមានអារម្មណ៍លក្ខណៈថាចិត្តគ្នាវិញលោកគ្រូអត់ឆ្ងាយគ្នាអញ្ចឹងទោះបីរៀនអនឡាញហើយនៅឆ្ងាយគ្នាក៏ដោយក៏យើងអាចមានអារម្មណ៍ថានៅជិតគ្នាហើយមានអារម្មណ៍ថាស្និទ្ធស្នាលនៅពេលដែលគ្រូនឹងគាត់តបលឿនគាត់យកចិត្តទុកដាក់មួយសិស្សអញ្ចឹងទៅណាអញ្ចឹងទើបលីមិញទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃហ្នឹងហើយតាមពិតទៅនៅក្នុងការដែលរៀនតាមអនឡាញហ្នឹងគឺយើងពិបាកនៅក្នុងការធ្វើអារម្មណ៍មែនទែនតែសរសើរលីមិញដែលអាចធ្វើបានអញ្ចឹងលីមិញមាន
បណ្ដាំផ្ញើអីទៅកាន់សិស្សប្អូនអត់ព្រោះជួនកាលសិស្សប្អូនណាគាត់នៅឆ្ងាយដូចយើងដែរហើយទៅគាត់ចង់រៀនតាមអនឡាញដែរតែគាត់ឲ្យតែពេលគាត់ចូលរៀនតាមអនឡាញគឺគាត់ជួបបញ្ហាហ្មងអញ្ចឹងនៅពេលដែលជួបបញ្ហាផ្សេងៗនៅពេលដែលរៀនអនឡាញហ្នឹងអូនមានវិធីអីឬក៏មានកលឹះអីនៅក្នុងការផ្ដាំផ្ញើទៅកាន់ពួកគាត់អាចផ្ដាំផ្ញើទៅបាន អឺបើសម្រាប់ខ្ញុំគិតថាជាដំបូងអ្នកទាំងអស់គ្នាគួរតែលះបង់អីមួយចោលឧទាហរណ៍ថាយើងខ្លួនឯងរាល់ថ្ងៃនេះខ្ជិលអញ្ចឹងយើងត្រូវតែលះបង់ការខ្ជិលរបស់យើងហើយយើងចាប់ផ្ដើមគិតទៅគោលដៅយើងវិញយើងត្រូវសម្រុកទៅគោលដៅធំថាក្នុងឆ្នាំទី12ហ្នឹងយើងចង់បានអីទោះបីយើងចង់បាន A B ក្តីប៉ុន្តែបើយើងមានគោលបំណងថាយើងចង់បានហើយយើងនឹងខំខ្លួនឯងហើយតែតទៅនឹងការរៀនអនឡាញនេះយើងមិនប្រកាសថាយើងត្រូវរៀនរហូតហ្មងទេពេលខ្លះក៏យើងមានភាពដូចខ្ជិលពេលខ្លះលោកគ្រូអញ្ចឹងយើងជៀសវាងការខ្ជិលរបស់យើងអាចស្ដាប់បទចម្រៀងកំសាន្តបដាទៅប៉ុន្តែជៀសវាងហាមមើលវីដេអូដែលលក្ខណៈថាគេសម្ដែងរឿងឬក៏ហ្គេមអីលោកគ្រូអញ្ចឹងអាការដែលយើងមើលអញ្ចឹងវាធ្វើឲ្យអារម្មណ៍យើងអត់ផ្ដោតមូលទេយើងមានអារម្មណ៍ថាយើងទៅផ្ដោតលើការសម្ដែងការលេងហ្គេមអីហ្នឹងច្រើនជាងហើយលោកគ្រូប៉ុន្តែបើយើងស្ដាប់បទចម្រៀងយើងអាចមានអារម្មណ៍ថាវាជួយឈៀលយើងឲ្យយើងធ្វើលំហាត់កាន់តែទៅមុខទៀតណាលោកគ្រូវាជួយធ្វើអារម្មណ៍យើងស្រស់ស្រាយពេលខ្លះ អូខេអញ្ចឹងបើវងចោបន្តិចចុះមុននឹងបានលទ្ធផលនិទេស A នេះធ្លាប់គិតថាខ្លួនឯងបាននិទេស A អត់អឺបើខ្ញុំវិញខ្ញុំគ្រាន់តែចាប់ទី11ភ្លាមខ្ញុំភ័យខ្លួនឯងលោកគ្រូអញ្ចឹងពេលខ្ញុំភ័យខ្លួនឯងទៅខ្ញុំសម្រុកយក A នឹងតបបានលោកគ្រូ អញ្ចឹង បាទខ្ញុំឆ្លាស់រៀនមួយលោកគ្រូតាំងដើមឆ្នាំទីមុនចាប់ទី11ភ្លាមឆ្វាយរកលោកគ្រូភ្លាម អូខេអញ្ចឹងមានន័យថាជានិស្ស័យដែលយើងបានជួបគ្នាហើយបន្តមកទៀតគ្រូក៏សប្បាយចិត្តមែនទែនណាដែលបរៀនលីមិញផ្ទាល់ហើយការបរៀននេះទទួលបានផ្លែផ្កាហើយតាមរយៈអនឡាញទៀតវាជារឿងដែលពិបាកនៅក្នុងការធ្វើប៉ុន្តែយើងសម្រេចវាបានហើយអញ្ចឹងសូម្បីតែឪពុកម្ដាយរបស់អូនក៏មានមោទនភាពដែរចំពោះអូនដែរអញ្ចឹងណាគ្រូសង្កេតឃើញភាគច្រើនណាសិស្សគឺមានបញ្ហាលើមុខវិជ្ជាគណិតវិទ្យាហ្មងអញ្ចឹងគាត់ប្រកាសជាចង់ដឹងហើយថាតើលីមិញមានកលឹះឬក៏វិធីសាស្ត្រអីនៅក្នុងការរៀនគណិតវិទ្យាឲ្យប៉ាកែព្រោះគណិតវិទ្យាលីមិញប៉ាកែមែន បាទលោកគ្រូចំពោះសំណួរនេះខ្ញុំអាចឆ្លើយបានថាទី1តកតងទៅនឹងកត្តាគ្រូបង្រៀនខ្ញុំហ្មងមានន័យថាម៉េចមានន័យថាគ្រូគាត់ចេះលក្ខណៈថាបរៀនយើងធ្វើឲ្យការបង្រៀនហ្នឹងមានលក្ខណៈថាសប្បាយអញ្ចឹងកាលណាមានលក្ខណៈសប្បាយគឺសិស្សចូលចិត្តហើយសិស្សងាយផ្ដោតបានលឿនណាលោកគ្រូដោយលោកគ្រូផ្ទាល់អញ្ចឹងលោកគ្រូបរៀនទៅមានអារម្មណ៍ថាលក្ខណៈយើងរៀនផងសប្បាយផងជុំគ្នាអញ្ចឹងអាការផ្ដោតរបស់យើងក៏សប្បាយទៅតាមហ្នឹងហើយយើងរៀនឆាប់ចូលតាមលោកគ្រូបញ្យល់ទៀតលោកគ្រូហើយទី2គឺតកតងនឹងកត្តាខ្លួនឯងឧទាហរណ៍ថាខ្ញុំអញ្ចឹងខ្ញុំជាសិស្សមួយដែលឆ្លាញ់ខាងគណិតវិទ្យាយកហ្មងលោកគ្រូអញ្ចឹងខ្ញុំអាសាធ្វើគណិតវិទ្យាលោកគ្រូដូចលោកគ្រូដឹងអញ្ចឹងខ្ញុំមួយអាទិត្យអញ្ចឹងខ្ញុំអាចឧទាហរណ៍ចិត្តបាក់ដុំមួយខែអញ្ចឹងខ្ញុំធ្វើ100វិញ្ញាសាគណិតដល់លោកគ្រូអញ្ចឹងមួយថ្ងៃខ្ញុំអាចថាធ្វើ1ទៅ2ទៀតដល់លោកគ្រូដោយសារយើងមិនអាចធ្វើវារាល់ថ្ងៃយើងតែយើងធ្វើមួយថ្ងៃហ្នឹងច្រើនដល់លោកគ្រូអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំឆ្លាញ់គណិតខ្ញុំអាសាផ្ដោតលើគណិតតាំងពីចប់ទី11ភ្លាមមកលោកគ្រូដោយសារខ្ញុំគិតថាមុខវិជ្ជាគណិតគឺជាមុខវិជ្ជាគោលក្នុងវិទ្យាសាស្ត្រដែលបន្ទុកច្រើនជាងគេអញ្ចឹងគួរតែទី12នេះខ្ញុំយកគណិតឲ្យបានច្រើនដើម្បីចំណេញបន្ទុកបូកដើម្បីងាយបាន A លោកគ្រូអញ្ចឹងខ្ញុំខំតាំងពីដើមទី12មុនចូលទី12ទៀតខ្ញុំរៀន start up ផងខ្ញុំទៅរៀនគួរលួចរៀននៅក្រៅទៀតអញ្ចឹងអាចថាពី3គួរចូលគ្នាហើយខ្ញុំនៅតែខំប្រឹងធ្វើលំហាត់ដំបងឡើយយើងគ្រាន់តែធ្វើលំហាត់តាមមេរៀននីមួយៗឲ្យយើងស្ទាត់សិនណាលោកគ្រូយើងក្នុងមួយមុខហ្នឹងមានលំហាត់ច្រើនណាស់លោកគ្រូអញ្ចឹងយើងត្រូវធ្វើមួយហ្នឹងឲ្យស្ទាត់ហើយដល់យើងធ្វើស្ទាត់គ្រប់មេរៀនហើយយើងចាប់ផ្ដើមធ្វើវិញ្ញាសាលោកគ្រូបើខ្ញុំវិញខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាគួរតែរៀនខ្លួនឯងធ្វើម៉េចរៀនខ្លួនឯងឲ្យចប់មេរៀនគណិតវិទ្យាមុនឬក៏ចប់ត្រឹមឆមាសទី1ឧទាហរណ៍ថាបើឆមាសទី1យើងរៀនដល់អនុគម expo ជាមួយនឹងលោកគ្រីទេប៉ុន្តែយើងត្រូវតែខំទៅរកក្រៅខ្លួនឯងដើម្បីធ្វើម៉េចឲ្យបញ្ចប់មេរៀនគណិតហ្នឹងឲ្យអស់មុនចូលឆមាសទី2អាចថាមុនចូលឆ្នាំអីក៏បានដែរអញ្ចឹងខ្ញុំធ្វើអញ្ចឹងបានខ្ញុំជោគជ័យខ្ញុំធ្វើអញ្ចឹងហើយដល់ចូលឆមាសទី2ភ្លាមខ្ញុំចាប់ផ្ដើមបុកវិញ្ញាសាយកមកខ្ញុំអញ្ចឹងខ្ញុំធ្វើវិញ្ញាសាតាំងពីចាប់ចូលឆ្នាំហើយថាចាប់ចូលឆ្នាំហើយខ្ញុំធ្វើពីនឹងរហូតមកដល់ចិត្តបាក់ដុំនេះទៀតអញ្ចឹងហ្នឹងគឺចំពោះមុខវិជ្ជាគណនាចុះចំពោះមុខវិជ្ជាអន្ទិញទាំងរបៀបនៅក្នុងការអន្ទិញទាំងពេលវេលានៅក្នុងការអន្ទិញធ្វើម៉េចបានចាំព្រួយគីមីក៏មានអន្ទិញដែរជីវៈហើយរូបវិទ្យាក៏មានសំណួរអីដែរអញ្ចឹងវិធីសាស្ត្រនៅក្នុងការគណនាគឺបែបហ្នឹងគឺល្អហើយចុះវិធីសាស្ត្រនៅក្នុងការអន្ទិញវិញចំពោះមុខវិជ្ជាគីមីជាមួយនឹងរូបខ្ញុំគិតថាសំណួរគីមីហើយរូបអត់សូវច្រើនបានទេហើយភាគច្រើនសុទ្ធតែវាទាញពីរូបមន្តខ្លះពីបាតុភូតដែលយើងរៀនក្នុងមេរៀនខ្លះអញ្ចឹងខ្ញុំគិតថាអាសំណួរតកតងទៅនឹងគីមីជាមួយនឹងគីមីជាមួយនឹងរូបអត់សូវអីបានទេប៉ុន្តែបាក់ជាងគេគឺជីវៈជាមួយនឹងប្រវត្តិមកលោកគ្រូតកតងទៅនឹងប្រវត្តិជាមួយនឹង
ជីវៈឥឡូវខ្ញុំសូមនិយាយប្រវត្តិមុនណាលោកគ្រូប្រវត្តិភាគច្រើនខ្ញុំអត់សូវទិញលក្ខណៈថាទិញយកហ្មងទេខ្ញុំភាគច្រើនខ្ញុំទៅមើលវីដេអូគេនិយាយពីឧទាហរណ៍ថាសម័យបារាំងអញ្ចឹងខ្ញុំទៅមើលវីដេអូតាក់ទងទៅនឹងអាហ្នឹងសិនតាក់ទងថាអូនៅក្នុងសម័យហ្នឹងមិនសិនអញ្ចឹងខ្ញុំទៅមើលតាក់ទងទៅនឹងអញ្ចឹងហើយបាទខ្ញុំចាប់ផ្ដើមយកមកវិភាគហើយខ្ញុំចាប់ផ្ដើមទិញតាមមួយសិនដំបូងឡើយខ្ញុំមានអារម្មណ៍ថារៀងសម្ពាធដែរតាក់ទងទៅនឹងការទិញមេរៀនរបស់លោកគ្រូដោយសារអូយសំណួរយើងគិតទៅច្រើនណាស់លោកគ្រូត្រូវអត់អញ្ចឹងខ្ញុំចាប់ផ្ដើមគិតថាសំណួរណាអាហ្នឹងលក្ខណៈថាយើងទាយដែរលោកគ្រូយើងទាយដែរថាសំណួរណាដែលមានភាគរយខ្ពស់ដែលងាយចេញហើយសំណួរណាដែលអត់សូវហើយណាមួយខ្ញុំរៀនគួរនៅសាលារដ្ឋខ្ញុំផងអញ្ចឹងលោកគ្រូគាត់ប្រាប់គាត់ឲ្យសំណួរខ្លះយកទៅមើលធៀបអញ្ចឹងអត់សូវអីម៉ាណេប៉ុន្តែបើជីវៈវិញរៀងយ៉ាំតិចដោយសារសភៅមានច្រើនពេកលោកគ្រូយើងត្រូវទៅមើលសភៅនោះផងអញ្ចឹងមានអារម្មណ៍ថាអូកាន់តែសម្ពាធទៀតមិនដល់ទិញប្រវត្តិអីផងមកទិញជីវៈនេះកាន់តែច្រើនទៀតអញ្ចឹងបើខ្ញុំផ្ដាំទៅអ្នកនរគ្នាថាបើកាន់សភៅមួយត្រូវតែកាន់ឲ្យច្បាស់កុំលក្ខណៈថា2 3ចូលគ្នាដោយសារសំណួរខ្លះគេអាចទៅសេក្នុងអត្ថន័យខុសគ្នាអញ្ចឹងលោកគ្រូដល់អញ្ចឹងយើងមិនបាក់ទិញខ្លួនឯងអញ្ចឹងយើងត្រូវតែកាន់សភៅមួយហើយកាន់ឲ្យច្បាស់បាទលោកគ្រូអូខេល្អមែនតើអញ្ចឹងសម្រាប់វិធីសាស្ត្រគឺក្នុងការទិញហ្នឹងបើសភៅមួយហ្នឹងយើងរៀនសភៅមួយហ្នឹងឲ្យច្បាស់ទៅព្រោះសភៅផ្សេងទៀតអាចនឹងសេស្តៀងគ្នាប៉ុន្តែអត្ថន័យតែមួយគ្រាន់តែខុសពីមុនយើងចាប់ផ្ដើមវល់ពិបាកទិញយកមកអញ្ចឹងអរគុណច្រើនហើយនៅពេលដែលអូនចប់ពីទី12នេះទៅជំនាញដែលអូនចាប់នៅសាកលវិទ្យាល័យជំនាញអីគេចំពោះជំនាញក្នុងសាកលវិទ្យាល័យដែលខ្ញុំគិតថាខ្ញុំគួរតែដាក់ចិត្តទៅលើគឺខ្ញុំស្រឡាញ់ជំនាញខាងដុកទ័រលោកគ្រូអូខាងដុកទ័របាទ medicine អូខេអញ្ចឹងខាងដុកទ័រហ្នឹងប្រកាសជាមានឯកទេសហីអញ្ចឹងចាប់យកឯកទេសអីគេខ្ញុំចាប់យកខ្ញុំមានគោលដៅពីឯកទេសលោកគ្រូខ្ញុំទី1តាក់ទងទៅនឹងផ្នែកវះកាត់ច្រមុះត្រចៀកហើយនឹងបំពង់កទី1ទី2តាក់ទងទៅនឹងផ្នែកលក្ខណៈថាយើងខ្ញុំអត់ច្បាស់ថាជំនាញគេហៅអីប៉ុន្តែវាតាក់ទងទៅនឹងលក្ខណៈថាយើងផ្ដល់ជាដំបូន្មានដើម្បីលើកទឹកចិត្តគេលោកគ្រូលក្ខណៈថាភាគច្រើនប្រជាជននៅប្រទេសយើងឥឡូវភាគច្រើនឆាប់បាក់ចិត្តដល់លោកគ្រូដូចខ្ញុំដែរអញ្ចឹងខ្ញុំគិតថាបើខ្ញុំរកជំនាញហ្នឹងខ្ញុំអាចព្យាបាលទាំងខ្លួនឯងផងខ្ញុំអាចព្យាបាលអ្នកដទៃផងលោកគ្រូអញ្ចឹងល្អមែនទែននៅពេលដែលយើងបានមានសមត្ថភាពនៅក្នុងសង្គមមួយនេះហើយយើងចង់ដើរចេញពីគ្រួសារយើងជួយគ្រួសារយើងជួយខ្លួនឯងហើយជួយដល់សង្គមទៀតអញ្ចឹងជារឿងល្អមែនទែនអូខេអញ្ចឹងទៅនឹងទទួលបានលទ្ធផលល្អទៅមកអូននៅទីនេះមកកាន់ទីនេះហើយមកឈរនៅកន្លែងនេះប្រកាសជាមានកត្តាចូលរួមហ្នឹងមែនទេអញ្ចឹងគ្រូចង់ឲ្យអូនធ្វើការថ្លែងអំណរគុណទៅកាន់លោកគ្រូអ្នកគ្រូដែលបានបង្រៀនដែលបានបង្វឹកហើយនឹងអរគុណទៅកាន់លោកអ្នកមានគុណអាណាព្យាបាលដែលជួយឧបត្ថម្ភគ្រប់គ្រងអូនអញ្ចឹងចាប់ផ្ដើមជាទូខ្ញុំអរគុណដល់អាណាព្យាបាលអរគុណប៉ាអរគុណម៉ាក់ហើយក៏អរគុណដល់អ៊ំពូមីងដែលបានជួយលើកទឹកចិត្តឲ្យដូចគ្នាជាដំបូងអរគុណដល់ប៉ាម៉ាក់ដោយសារប៉ាម៉ាក់និយាយទៅគាត់ផ្ដល់ថវិកាយើងទៅរៀនច្រើនក្នុងឆ្នាំទី12នេះខ្ញុំរៀនគួរច្រើននិយាយទៅមួយខែចូល200 300ដែរអញ្ចឹងនិយាយច្រើនអញ្ចឹងអរគុណដល់ប៉ាម៉ាក់ហើយសម្រាប់ការឧបត្ថម្ភលើកទឹកចិត្តក៏ដូចជាភាគច្រើនប៉ាអរគុណប៉ាដែលប៉ាអត់សូវប្រើកូនទេក្នុងឆ្នាំទី12ហ្នឹងឲ្យកូនគាត់តាពីរៀនហើយម៉ាក់លើកទឹកចិត្តជួយមើលថែកូនពេលកូនឈឺអីចឹងដូចគ្នាហើយក៏អរគុណដល់លោកគ្រូអ្នកគ្រូអរគុណលោកគ្រូដែលបានលក្ខណៈថាជួយណែនាំផ្លូវទៅខាងមុខឲ្យដើរទៅល្អហើយក៏ដូចជាជួយបង្រៀនជួយបង្រៀនលក្ខណៈយើងខ្វះខាតឡើយណាលោកគ្រូជួយបន្ថែមបន្ថយឡើយហ្នឹងឲ្យគ្រប់ជ្រុងជ្រោយដើម្បីអាចឈានទៅដល់ជោគជ័យបានអូខេគ្រូក៏អរគុណដែរដែលសិស្សអាចធ្វើបានណាព្រោះអីសិស្សមួយចំនួនគឺនៅពេលដែលណែនាំគាត់ទៅគាត់អាចនឹងខឹងហើយគាត់ជួនកាលគាត់អត់រៀនម៉ោងហ្នឹងទៀតប៉ុន្តែខុសពីលីមិញអញ្ចឹងលីមិញគឺព្យាយាមឧស្សាហ៍ព្យាយាមហើយនៅពេលដែលគ្រូណែនាំអីមួយគឺធ្វើបាន100%អត់មានឲ្យខ្វះសោះអញ្ចឹងក៏សរសើរចំណុចហ្នឹងដែរហើយទាំងអាកប្បកិរិយាទាំងអត្តចរិតទាំងការរបៀបនៅក្នុងការនិយាយជាមួយគ្រូអីគឺបានទាំងអស់គ្រប់យ៉ាងអាហ្នឹងក៏គ្រូអរគុណដែរដែលអាចយកលទ្ធផលល្អហើយចំពោះគ្រូហ្មងក៏មានមោទនភាពដែរដែលសិស្សខ្លួនឯងជាប់និទេសអីគឺសប្បាយចិត្តខ្លាំងមែនទែនហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកគំរូតាមលីមិញគឺខិតខំប្រឹងប្រែងរៀនសូត្រពីដើមរហូតដល់ចប់ហើយជាពិសេសនោះគឺគាត់រៀនតាមអនឡាញទេហើយរៀនតាមអនឡាញហើយទទួលបានលទ្ធផលល្អទៀតនេះក៏សុទ្ធសឹងតែជាវិធីសាស្ត្រក្នុងការចែករំលែករបស់គាត់ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើការបដិញ្ញាចិត្តនៅក្នុងការប្រឡងយកនិទេស A សម្រាប់ឆ្នាំ2026នេះឲ្យខានតែបាន
ហើយសម្រាប់កម្មវិធី podcast Startup នៅពេលនេះគឺសូមបញ្ចប់ត្រឹមនេះហើយនឹងសូមជម្រាបលាអូន